ខ្ញុំបានជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនដែលជាសាស្ត្រសិស្សទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានប្រធានបទមួយចង់ចែករំលែកទៅកាន់បងប្អូនអស់គ្នាពាក់ព័ន្ធជាមួយនឹងការចំណាយពេលទៅលើការសិក្សារបស់យើងហើយតើការចំណាយពេលសិក្សារបស់យើងហ្នឹងគឺវិធីរៀនរបស់យើងហ្នឹងរៀនយ៉ាងដូចម្ដេចហើយការរៀនរបស់យើងជាទូទៅអ្នកដែលគាត់ចំណាយពេលនៅក្នុងការសិក្សាឬក៏ចំណាយពេលក្នុងការរៀនរបស់យើងហ្នឹងគឺវាមិនដូចគ្នាទេជួនកាលទៅអ្នកខ្លះគាត់ចំណាយពេលជួនកាលយើងអាចលើកជាសំណួរមួយសួរទៅកាន់អ្នកដែលគាត់សិក្សាឬក៏អ្នកដែលកំពុងសិក្សាទូទៅមួយចំនួនគាត់ថាគាត់រៀនតែមានវិធីរៀនរបស់គាត់ឧទាហរណ៍ថាបើសិនជាមុខវិជ្ជាដែលគាត់ជាមុខវិជ្ជាដែលទន្ទិញមុខវិជ្ជាដែលទន្ទិញចាំមានដូចជាភូមិប្រវត្តិមានគេហៈមានសិលធម៌ពលរដ្ឋអញ្ចឹងបាទអញ្ចឹងជាទូទៅគឺគាត់អ្នកដែលគាត់សិក្សាគាត់ប្រកាសជាមាន schedule ឬក៏មានម៉ោងកំណត់របស់គាត់ហ្នឹងគាត់អាចដឹងឬក៏គាត់អាចកំណត់ដល់ខ្លួនឯងឬក៏គេហៅថា commitment ខ្លួនឯងមានតែការបដិញ្ញាខ្លួនឯងហ្នឹងសំដៅទៅលើការសិក្សាទៅលើផ្នែកមួយមានខ្លះគាត់ងើបពីម៉ោង4បាទបើតាមខ្ញុំចាំការហ្នឹងគឺខ្ញុំរៀននៅថ្នាក់ទី1ទី2ទេហើយបងខ្ញុំគាត់រៀនថ្នាក់ទី4អញ្ចឹងអឺចំណុចខ្សោយរបស់គាត់ការដែលគាត់រៀននៅចំនួននោះឥឡូវខ្ញុំសុំថយក្រោយបន្តិចគឺគាត់អត់សូវប្រកែកជាមួយនឹងមេលេខអញ្ចឹងដើម្បីប្រកែកមេលេខបានខ្ញុំពេលដែលម៉ោង4ឡើងឬក៏ម៉ោង5មុនពេលដែលយើងនិយាយពីសម័យមុនឥឡូវក្មេងៗឥឡូវគាត់ប្រហែលជាអត់មានគោទៅចងទេណោះបាទមានធាតុតិចអញ្ចឹងបងប្អូនឥឡូវហ្នឹងគឺមានការភាពងាយស្រួលច្រើនគឺយើងអាចចាំទៅដល់ពេលយើងជួយការងារនៅផ្ទះយើងខ្លះយើងអាចមកសិក្សាបានហើយអត់ចាំបាច់មានគោទេប៉ុន្តែក៏ពេលខ្លះក៏មានដែរណោះអាហ្នឹងគឺយើងនិយាយអំពីចំនួនរបស់ខ្ញុំអញ្ចឹងមុនពេលដែលព្រលឹមឡើងមុនពេលដែលខ្ញុំយកគោយកទៅចងហ្នឹងគឺមានបាទមេមន់មួយមានមន់គោកមួយបាទគឺមន់គោនោះល្ងាវមុនគេមុនមន់មែនតើបាទមន់គោគឺបងខ្ញុំហ្នឹងហើយគាត់ទន្ទិញមេលេខអញ្ចឹងអានោះវាជាវិធីមួយនៅក្នុងការទន្ទិញមេលេខឲ្យចាំបាទវាវិធីដែលយើងសូមមេលេខ2ម្ដង2 2 2ដង4អញ្ចឹងទៅអញ្ចឹងគេទន្ទិញរហូតបាទអញ្ចឹងទន្ទិញពីនឹងហើយបាទអញ្ចឹងគេហៅថាមន់គោកគេហៅថាមន់ល្ងាវមុនមន់អញ្ចឹងគាត់ទន្ទិញហ្នឹងគឺទទួលបានផលមែនអញ្ចឹងគាត់ទន្ទិញហ្នឹងគឺបែបនឹងឯងគាត់ទន្ទិញតាំងពីមេ2រហូតដល់មេ5មេ5 6 6 7 8 9 10អញ្ចឹងទៅហើយមានអ្នកខ្លាំងមួយទៀតគឺនៅក្បែរផ្ទះខ្ញុំហ្នឹងគាត់បង្កើតមេលេខថ្មីបាទគាត់បង្កើតមេ11បាទអញ្ចឹងមេលេខរបស់យើងមិនមែនតែមេ2ទេមានមេ1មេ2មេ3អញ្ចឹងទៅណោះបាទអញ្ចឹងប៉ុន្តែមានជើងខ្លាំងមួយចំនួនគាត់អាចបង្កើតសូត្រដល់មេ11មេ12បាទមានមេ13ទៀតអាហ្នឹងគឺជាទម្រង់ដែលយើងបំបែកពីការសិក្សារបស់យើងទូទៅអានោះគឺជាផ្លូវមួយដែលខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនមួយចំនួនដែលគាត់មិនចំពោះតែថ្នាក់ទី7ទី8ទី9ទេណោះបាទឲ្យតែជាមុខវិជ្ជាទន្ទិញចាំមេលេខយើងសូត្រចាំហេតុអីក៏ក្នុងការទន្ទិញមេរៀនយើងទន្ទិញអត់ចាំណោះហើយអញ្ចឹងខ្ញុំក៏ចង់ចែករំលែកមួយដែរវិធីសាស្ត្រនៅក្នុងការរៀនរបស់ខ្ញុំមិនមែនជាអ្នកដែលរៀនទទួលបានលទ្ធផលល្អអីណាទេបាទគឺប្រដងប្រសងជាមួយគេគឺនឹងគេនឹងឯងដែរក៏ប៉ុន្តែថាខ្ញុំមានវិធីមួយនៅក្នុងការរៀនបែបរបស់ខ្ញុំហើយក៏ខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែរបាទបើសិនជាយល់ថាវិធីមួយនេះល្អបងអាចយកទៅអនុវត្តតាមឬក៏យកទៅជាឬក៏គិតថាវាល្អអាចយកអនុវត្តតាមហើយបើសិនជាថាវិធីមួយហ្នឹងវារៀងចាស់កម្រិលបន្តិចហើយរៀងពិបាកនៅក្នុងការទទួលយកពួកការសម្របខ្លួនរបស់យើងម្នាក់វាមិនដូចគ្នាទេអញ្ចឹងការសម្របខ្លួនការបដិញ្ញាចិត្តឬក៏ការធ្វើរបស់យើងរៀងៗខ្លួនគឺវាផ្ទុយផ្សេងពីគ្នាតាមរយៈវិធីសាស្ត្រនិងតាមរយៈចំណុចចិត្តរបស់យើងរៀងៗខ្លួនអញ្ចឹងខ្ញុំមានវិធីមួយខ្ញុំអនុវត្តវាកាលពីថ្នាក់ទី7បាទទី8គឺខ្ញុំថ្នាក់ទី7គឺខ្ញុំចប់ទី7ហើយគឺចូលដល់ទី8អញ្ចឹងវិធីដែលខ្ញុំរៀនប្រើមុនដំបូងគេបំផុតនោះគឺខ្ញុំមានវិធីមួយគឺខ្ញុំចូលចិត្តអានណាបាទអញ្ចឹងគឺវិធីមួយគឺនេះជាចំណូលចិត្តរបស់យើងមួយគឺចូលចិត្តអាននិងចូលចិត្តចង់ដឹងរឿងផ្សេងចង់ចូលចិត្តដឹងរឿងផ្សេងអំពីវិទ្យាសាស្ត្រអំពីសង្គមពីអញ្ចឹងទៅអញ្ចឹងយើងទៅស្រាវជ្រាវខ្លួនឯងអញ្ចឹងការដែលចូលដល់ថ្នាក់ទី8ភ្លាមអ្វីដែលខ្ញុំត្រូវធ្វើមុនគេគឺខ្ញុំប្រមូលយកសៀវភៅទាំងអស់មានដូចជាផែនដីមានដូចជាសិលធម៌ពលរដ្ឋមានដូចជាជីវវិទ្យាមានជាភូមិវិទ្យាមានប្រវត្តិបាទអញ្ចឹងការដែលយើងចប់ថ្នាក់ទី6មកភ្លាមអញ្ចឹងបងប្អូនថ្នាក់ទី6របស់យើងមានតែគេមានតែសិក្សាសង្គមមានជាមួយនឹងគណិតវិទ្យាមានជាមួយភាសាខ្មែរហើយវិទ្យាសាស្ត្រអនុវត្តមាន4មែនទេបាទអញ្ចឹងដល់តែពេលមកដល់
ថ្នាក់ទី7ភ្លាមយើងមានបំបែកផ្សេងទៀតមានសិលធម៌ពលរដ្ឋមានភូមិវិទ្យាមានប្រវត្តិវិទ្យាមានគេហៈមានផែនដីមានរូបវិទ្យាមានគីមីវិទ្យាមានជាមួយនឹងគណិតវិទ្យាមួយទៀតបាទអញ្ចឹងប្រហែលនេះបើចូល11 12មិនអញ្ចឹងណោះបាទហើយតើយើងធ្វើដូចម្ដេចអញ្ចឹងរាល់មេរៀនទាំងអស់ឧទាហរណ៍ដូចជាផែនដីវិទ្យាជាមុខវិជ្ជាមួយដែលខ្ញុំចូលចិត្តដែរគឺពេលហ្នឹងគឺខ្ញុំចូលចិត្តផែនដីហើយនិងប្រវត្តិវិទ្យាអញ្ចឹងពីហ្នឹងគឺខ្ញុំចំណាយពេលមួយគឺចំណាយពេលនៅក្នុងការអានមេរៀនទាំងអស់មុនគ្រូខ្ញុំអត់ដឹងថាពេលហ្នឹងគឺជាវិធីមួយដែលអានទៅទេព្រោះដោយសារតែពេលហ្នឹងគឺខ្ញុំអានគឺចាប់ផ្ដើមបានសភៅមកភ្លាមគឺយើងទៅអានមុនគ្រូមុនពេលដែលមេរៀនរបស់យើងដំណើរការនៅក្នុងថ្នាក់ពិតជាក់ស្ដែងរបស់យើងអញ្ចឹងមានថាផែនដីខ្ញុំបានអានចប់គ្រប់មេរៀនប៉ុន្តែខ្ញុំអត់ដឹងថាមានមេរៀននេះខ្លះទេប៉ុន្តែយើងអានចប់ហើយយើងបានអានចប់មួយក្បាលហើយអញ្ចឹងចំណាយពេលប៉ុណ្ណាខ្ញុំមិនជាចាំប្រហែលទេក៏ប៉ុន្តែថាគឺយើងមានវិធីមួយក្នុងការយកទិន្នន័យពីក្នុងនោះបានម្ដងរួចហើយអញ្ចឹងមានថាយើងអាចយកទិន្នន័យដែលនៅក្នុងសភៅហ្នឹងពីមួយក្បាលហ្នឹងគឺយើងយកបានខ្លះប៉ុន្តែវាគ្រាន់តែឲ្យយើងដឹងថានៅក្នុងហ្នឹងគឺរៀនអីខ្លះហើយមានអ្វីខ្លះដែលយើងត្រូវដឹងមានដូចជាផ្នែកផ្សេងមានដូចជាសម្បកផែនដីមានស្នូផែនដីមានម៉ុកតូលមានអីសេឡាមានម៉ាក់ម៉ាមានអីណាភ្នំភ្លើងអញ្ចឹងទៅហើយមានបន្តមកទៀតគឺចូលទៅដល់សិលធម៌ពលរដ្ឋវិញសិលធម៌ពលរដ្ឋគឺជាមុខវិជ្ជាមួយដែលពិបាកនៅក្នុងការយល់ព្រោះថាវិទ្យាសាស្ត្រមួយវិទ្យាសាស្ត្របែបសង្គមមួយដែលយើងសម្របខ្លួនទៅក្នុងបរិបទសង្គមយើងរស់នៅមានក្រមសីលធម៌មានជាមួយនឹងវិជ្ជាជីវៈផ្សេងដែលនៅក្នុងហ្នឹងគឺអាចឲ្យបងប្អូនឬក៏អាចឲ្យយើងអនុវត្តនៅក្នុងផ្នែកទាំងអស់ហ្នឹងងាយស្រួលហើយងាយដឹងថាតើក្នុងពលរដ្ឋវិទ្យានោះគឺគេសិក្សាអំពីផ្នែកអីព្រោះវាថាគឺជាការរៀបចំជាមួយក្រមសីលធម៌របៀបសំពះឬក៏របៀបដែលយើងបញ្ជ្រាបខ្លួនយើងទៅក្នុងសង្គមទូទៅអញ្ចឹងយើងបានមួយទៀតតែមិនអញ្ចឹងណោះយើងបានអានចំមួយទៀតហើយមានរបៀបសំពះឬក៏មានរបៀបផ្សេងមានការរស់នៅបែបសង្គមមានការមានយល់ដឹងពីអ្នកជិតខាងរបស់យើងមានជាមួយនឹងបងប្អូនបង្កើតបងប្អូនអញ្ចឹងទៅគឺអានោះគឺជាបណ្ណទិន្នន័យមួយដែលយើងបានទទួលបានពីមុខវិជ្ជាពលរដ្ឋមួយហើយអញ្ចឹងដល់ភូមិវិទ្យាម្ដងភូមិវិទ្យាគឺយើងត្រូវដឹងហ្នឹងណោះបាទភូមិវិទ្យាគឺវាស្តៀងជាមួយនឹងផែនដីហើយនឹងជាមួយនឹងប្រវត្តិវិទ្យាពួកវាមានទីតាំងភូមិសាស្ត្រមួយចំនួនដែលយើងត្រូវការសិក្សាស្រាវជ្រាវហើយយើងត្រូវការអានអញ្ចឹងយើងបានអានជាមួយនឹងសិលធម៌ពលរដ្ឋមានផែនដីមានភូមិវិទ្យាហើយមានជាមួយនឹងផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងការអានទន្ទឹងចាំអញ្ចឹងហេតុអីបានខ្ញុំថាអានទន្ទឹងចាំព្រោះដោយសារអីទន្លេមេគង្គហូរកាត់ប្រទេសណាគឺវានៅតែហូរកាត់ប្រទេសហ្នឹងទេវាលើកលែងតែមានព្រឹត្តិការណ៍វត្តសាស្ត្រណាមួយផ្លាស់ប្ដូរប្រទេសទៅជាប្រទេស1 2 3 4 5អញ្ចឹងទៅទន្លេហ្នឹងគឺប្រវែងប៉ុន្មានហូរកាត់ប្រទេសកម្ពុជាហ្នឹងប្រវែង500គីឡូម៉ែត្រគឺវានៅតែ500គីឡូម៉ែត្រហ្នឹងវាអត់មានហូរទៅណាលើសហ្នឹងទេអញ្ចឹងវាជាកន្លែងមួយដែលយើងអានបន្តិចឲ្យចាំយើងចាំបែបហ្នឹងប៉ុន្តែសួរតែចាំទាំងអស់ទេគ្រប់មេរៀនទាំងអស់ហ្នឹងអត់ចាំទាំងអស់ទេដោយសារអីវាជាលើកទី1នៅក្នុងការទទួលដឹងអំពីការយកទៅរកទិន្នន័យពីដំបូងនៅក្នុងសភៅហ្នឹងមកបាទអញ្ចឹងខ្ញុំបានអស់ហើយណោះបាទយើងបានអស់ហើយមានតាំងភាសាខ្មែរខ្លះទៅយើងអានខ្លះហើយបន្តមកទៀតមុនពេលដែលម៉ោងសិក្សាមែនតើក្នុងថ្នាក់រៀនយើងទទួលបានអីខ្លះបាទយើងទទួលបានទិន្នន័យម្ដងហើយហ្នឹងបាទអញ្ចឹងមានថាពេលដែលចូលទៅដល់ក្នុងថ្នាក់រៀនរបស់យើងចង់មិនចង់មកលើកទី2បានហើយមិនចឹងណោះអញ្ចឹងមកលើកទី2ហើយឬចោះទម្រាំតែយើងមានការងារក្រុមយើងទម្រាំតែយើងមានជាមួយនឹងការស្រាវជ្រាវបន្តទៀតអញ្ចឹងមានថាសភៅមួយក្បាលហ្នឹងយើងអាចបានមើលម្ដងទៅ2ដងមិនចឹងណោះហ្នឹងគឺជាវិធីទៅយកទិន្នន័យអានទៅទិញចាំនៅក្នុងសភៅរបស់យើងអញ្ចឹងខ្ញុំធ្វើបែបហ្នឹងមានថាគ្រប់សភៅដែលអានទៅទិញចាំទាំងអស់មុខវិជ្ជាដូចជាសិលធម៌ពលរដ្ឋភូមិវិទ្យាហ្នឹងយើងបានម្ដងហើយពេលដែលយើងទៅអនុវត្តក្នុងថ្នាក់ដល់យើងមកទៀតយើងទៅមើលសភៅហ្នឹងឡើងម្ដងទៀតមានថាយើងចាំបាត់មិនចឹងណោះអញ្ចឹងមានថាយើងចាំបាត់ហើយគាត់ថាកន្លែងខ្លះយើងត្រូវការសិក្សាស្រាវជ្រាវដូចជាតំបន់ប្រវត្តិសាស្ត្រផ្សេងៗដូចជាប្រវត្តិសាស្ត្រដូចជាខ្មែរក្រហមជាដើមដូចជាប្រវត្តិសាស្ត្រអំពីទីតាំងជាក់លាក់ណាមួយដែលគេបានតាក់តែងឡើងមកដូចជាប្រវត្តិដែលការបង្កកើតអ្នកតាណាមួយយើងចាប់ដើមទៅស្រាវជ្រាវមកទៀតតែវាមិនមែនឬអត់តែទីតាំងនឹងពិតប្រាកដដែរទេហើយដូចជាឧទាហរណ៍ថាបើសិនជាហេតុអីមកជាខេត្តពោធិ៍សាត់យើងអង្គុយឆ្ងល់ខ្លួនឯងណាបាទអញ្ចឹងគឺយើងជាអ្នករៀនយើងជាអ្នកសិក្សាស្រាវយើងមិនមែនសិក្សាស្រាវជ្រាវយើងជាអ្នករៀនយើងជាអ្នកសិក្សាយើងទៅតែចេះឆ្ងល់តែហេតុអីបានជាវាក្តាក់ឈ្មោះអញ្ចឹងឧទាហរណ៍ដូចជាពោធិ៍សាត់ខេត្តពោធិ៍សាត់เนาะបាទជាខេត្តពោធិ៍សាត់បើសិនជាតាមការកត់ត្រាតាមប្រភេទសភៅឬក៏ការស្រាវជ្រាវផ្នែកផ្សេងៗទៀតឬក៏តាមអ្វីដែលជាទឹកតាំងផ្សេងៗដែលចាស់គាត់បាននិយាយតគ្នាពោធិ៍សាត់ហ្នឹងគឺមិនមែនជាកន្លែងព្រះពុទ្ធឬក៏ជាកន្លែងអីទេអាហ្នឹងគឺជាផ្នែកមួយដែលចាស់គាត់និយាយប្រាប់មកកន្លែងខ្លះទៀតក៏គាត់និយាយថាអូវាជាព័ត៌មានមួយដែលប្រាប់ថាកន្លែងនេះគឺជាកន្លែងដែលព្រះពោធិសត្វដែលជា
ព្រះនៅប្រទេសខ្មែរយើងគេហៅថាព្រះសិមិនព្រះសិមត្រីនេះគេហៅថាព្រះកោនិកុមនោអញ្ចឹងទៅជាកន្លែងដែលលោកត្រាស់ដឹងគឺជាព្រះពោធិសត្វមួយមកហើយមួយចំណាយទៀតគឺមានថាហេតុអីបានជាគេហៅថាពោធិសត្វខេត្តពោធិ៍សាត់នេះគឺមានថាជាខេត្តមួយដែលមានដើមពោមួយហ្នឹងហូរទៅច្រាស់ខ្សែទឹកឡើងមកលើវិញអញ្ចឹងវាធម្មតាទឹកទន្លេហូរមកយើងធម្មតាដើមឈើធំធំក្តីឬក៏ឥឡូវយើងមើលឃើញកផ្លោកឬក៏តាគៀតអីហ្នឹងណោះបាទអញ្ចឹងតាមហៅតាមតំបន់រៀងៗខ្លួនឃើញអាហ្នឹងវាហូរតាមខ្សែទឹកទៅអញ្ចឹងហូរទៅណាវាទៅនឹងហើយប៉ុន្តែវាមានព្រឹត្តិការណ៍មួយដែលគេធ្វើចងចាំមានថាមានដើមពោមួយហូរទៅសัตว์នេះគឺវាច្រាស់ខ្សែទឹកឡើងមកលើវិញអញ្ចឹងទៅបានគេហៅថាខេត្តពោធិ៍សាត់បាទដើមពោធិ៍សាត់ហ្នឹងទៅបន្តមកទៀតក៏ហៅថាពោធិ៍សាត់អញ្ចឹងមកបាទដូចជាខេត្តស្រុកស្រុកសន្ទុកអញ្ចឹងទៅភ្នំសន្ទុកហ្នឹងទៅបាទអញ្ចឹងគេហៅពីមុនថាស្រុកអាសន្ទុកអញ្ចឹងទៅបាទដូចជាមួយដូចជាកន្លែងផ្សេងទៀតដូចជាបឹងទ័ពជុះបាទមានដូចជាតាពាំងខ្នាមានអីចឹងទៅគឺជាកន្លែងដែលឈ្មោះតាមលក្ខណៈសម្គាល់ផ្សេងដូចជាមានការសម្គាល់បែបបុគ្គលល្បីណាមួយឬក៏សម្គាល់ទៅលើសัตว์ពីហណៈណាមួយរបស់ស្ដេចអញ្ចឹងទៅគាត់ទៅតាមនឹងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនពាក់ព័ន្ធជាមួយនឹងការសិក្សារបស់យើងតាមរយៈការអានទៅទិញចាំនៅក្នុងនឹងអញ្ចឹងយើងបានព័ត៌មានខ្លះហើយមែនទេបាទពីការអានពីការស្រាវជ្រាវរបស់យើងដល់ពេលមុខវិជ្ជាដែលយើងប្រើប្រាស់ជាមួយនឹងការគិតភាគពិចារណាហើយការគិតទៅបែបស៊ីជម្រៅការប្រើប្រាស់ជាមួយនឹងគន្លឹះដោះស្រាយដូចជារូបមន្តជាដើមអញ្ចឹងដល់ពេលហ្នឹងគឺយើង10មុខជាងយើងបែងចែកយ៉ាងម៉េចណោះបានយើងអាចរៀនទាំងអស់គ្នាអញ្ចឹងមានថាព័ត៌មានដែលយើងបានសិក្សាពីការអានទៅចាំបានរួចអស់ហើយអញ្ចឹងយើង clear បានមួយចំនួនទេមែនទេបាទអញ្ចឹងមានថាយើង clear អស់មួយចំនួនទៅហើយអញ្ចឹងនៅសល់ប៉ុន្មានទៀតគឺជាមុខវិជ្ជាដែលការកណនៀទាំងអស់មានដូចជាការកណនៀទៅលើគីមីវិទ្យាការប្រើប្រាស់ជាមួយរូបមន្តដើម្បីថ្លឹងសម័យកាលឬក៏ការប្រើប្រាស់ជាមួយនឹងរូបមន្តដើម្បីដោះស្រាយប្រភេទកន្សោមពេជ្រកណិតឬក៏ប្រសើរជាមួយនឹងមុំពិសេសបុធននិមិត្តដូចជាស៊ីនកូសជាដើមហ្នឹងគឺជាវិធីសាស្ត្រមួយដែលយើងត្រូវការអនុវត្តច្រើនរួចចុះប្រសិនបើយើងមិនបានទទួលព័ត៌មានជាមួយនឹងការអនុតិចាំរបស់យើងសុកដល់ពេលថ្ងៃដែលប្រឡងគឺខ្ញុំឃើញរាល់ឆ្នាំឃើញរាល់ពេលដែលប្រឡងធំកើតឡើងដូចជាប្រឡងប៊ីប្លូមជាដើមប្រឡងជាមួយនឹងសញ្ញាបត្រទុតិយភូមិបាទបឋមភូមិហ្នឹងគឺប៊ីប្លូមបាក់ឌុំហ្នឹងគឺមើលឃើញច្រើនមែនទែនដល់ម៉ោងហើយនាំគ្នារត់ទៅក្រោមចប់ម៉ោងភ្លាមរត់ទៅខាងក្រោមទៅមើលទន្ទិញសភៅទន្ទិញអាណាចាំបើមេរៀនរបស់យើងមកកណូហ្នឹងយើងមិនដឹងចាំងចេញកន្លែងណាអញ្ចឹងវាថាវិធីមួយនៅក្នុងការយកព័ត៌មានដែលបានមុនគឺជាវិធីមួយដែលល្អមែនទែននេះគឺជាវិធីសិក្សាមួយទៀតពេលណាដែលយើងកាត់បន្ថយជាមួយចំនួនបង្កើតភាពស្មុគស្មាញដល់យើងអាចផ្ដោតអារម្មណ៍របស់យើងទៅខាងផ្នែកវិទ្យាសាស្ត្របានច្រើនបាទអញ្ចឹងមែនទេខ្ញុំមានវិធីមួយដែលឲ្យបងប្អូនអាចផ្ដោតអារម្មណ៍បានទៅលើការអានឬក៏ទៅលើវិធីនៅក្នុងការផ្ដោតអារម្មណ៍ទៅលើការផ្ចង់ឬក៏អីផ្សេងយើងអត់អាចយកការសិក្សារបស់យើងទៅប្រៀបធៀបជាមួយនឹងអ្នកផ្សេងជុំវិញខ្លួនយើងទេហើយខ្ញុំអត់ចង់ប្រើពាក្យមួយប្រៀបធៀបថាកូនគេទំនេរច្រើនយើងអត់មានទំនេរទេយើងការងារច្រើនខ្ញុំក៏មិនមែនជាអ្នកទំនេរច្រើនដែរគឺការដែលខ្ញុំយើងនៅពីក្មេងៗបាទក្មេងៗចំនួន90នៅ2000ហ្នឹងប្រកាសជាដឹងហើយយើងអត់មានពេលច្រើនសម្រាប់ទៅលេងឬអត់មានពេលច្រើនសម្រាប់ទៅធ្វើរឿងផ្សេងបើសិនជាចំនួនខ្ញុំរៀនការពីចំនួននោះប្រសិនបើមាន AI ដូចចំនួនឥឡូវខ្ញុំគិតថាប្រហែលជាអស្ចារ្យមែនទេព្រោះឥឡូវហ្នឹងគឺគ្រាន់តែខ្ញុំចូលមកដល់ក្នុងជំរំ AI នេះគឺខ្ញុំដឹងថាចំណេះដឹងរបស់យើងគឺនោះតិចតួចមែនតើអ្វីដែលយើងដឹងអំពីលក្ខណៈទូទៅរបស់ពិភពលោកយើងដែលប្រែប្រួលរាល់ថ្ងៃហ្នឹងគឺដូចជាសត្វសកើកមួយដែលនៅក្នុងពូកអញ្ចឹងតែមិនដូចជានៅក្នុងលើនៅកន្លែងមួយដែលដូចជាសត្វសកើកមួយនៅលើក្រែរបស់យើងអញ្ចឹងវាថាចំណេះដឹងរបស់យើងតិចមែនតើអ្វីដែលយើងបានដឹងពីពិភពលោកអ្វីដែលយើងបានដឹងពីផ្សេងទៀតអាហ្នឹងគឺជាអ្វីដែលខ្ញុំបានហើយក៏គ្រូយើងសួរដែរថាលោកគ្រូមិនបានជាគ្រូនិយាយចឹងព្រោះពីមុនមកបន្តឡើយគឺគ្រូបានឆ្លងកាត់ជាមួយនឹងបទពិសោធន៍ច្រើនហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ AI គឺយើងប្រើមកច្រើនហើយភាសាខ្ញុំគឺអ្នកដែលចូលចិត្តខាងបច្ចេកវិទ្យានឹងស្រាប់អញ្ចឹងប្រហែលជាទទួលបានព័ត៌មានច្រើនអញ្ចឹងយើងដឹងហើយណាបាទសម្រាប់ការបែងចែកពេលវេលាក្នុងការអានរបស់យើងហើយពេលវេលាទាំងអស់ហ្នឹងគឺវាអាស្រ័យទៅលើតាមលក្ខណៈសម្គាល់ឬក៏លក្ខណៈទូទៅរបស់បងប្អូនទាំងអស់គ្នាទេណោះបាទអញ្ចឹងអត់អាចខ្ញុំថាខ្ញុំមានពេលវេលាក្នុងការអានឆ្លៀតពេលក្នុងការអានគឺយើងមានពេលខ្លីមែនតើយើងអត់អាចចំណាយពេលឧទាហរណ៍ថាចង់អានសភៅមួយក្បាលនឹងឲ្យចប់ទេគឺមានថាយើង commitment មានថាការបដិញ្ញាខ្លួនឯងថាពេលណាបងទៅការអានមុខជាមួយនេះឬក៏មុខជាមួយនេះប៉ុន្តែគឺត្រូវការប្រើប្រាស់ពេលឲ្យលឿនដើម្បីយកព័ត៌មានមួយចំនួនបានប៉ុណ្ណាយើងយកប៉ុណ្្នឹងសិន
ចប់ពីថ្នាក់ទី7ចប់ពីថ្នាក់ទី8មកកាលណាដែលយើងធ្វើបែបនេះគឺចំណេះដឹងរបស់យើងគឺវានឹងឡើងបន្តបន្ទាប់មកច្រើនទៀតអញ្ចឹងបើសិនជាយើងអត់មានបានធ្វើអីទាំងអស់យើងគិតតែរងចាំដល់ពេលដែលដល់ចូលក្នុងថ្នាក់រៀនបងគិតថាចូលដល់ថ្នាក់រៀនចាំយើងរៀនជាមួយគ្រូហើយបន្ទាប់ពីចេញពីហ្នឹងទៅដល់ពេលប្រឡងយើងមានជាមួយនឹងរកពេលខ្លះចេញពីបន្ទប់ប្រឡងមកទៅមើលសភៅខ្លះតើទទួលបានអីខ្លះអំពីការមើលសភៅ2 3នាទីហ្នឹងចូលដល់បន្ទប់ប្រឡងយើងភ័យបាត់អស់លីងអញ្ចឹងមានថាយើងអត់អាចមានពេលមួយចំនួនតិចតួចហ្នឹងយកមកនេះទេអញ្ចឹងវាថាដើម្បីឲ្យយើងទទួលបានព័ត៌មានច្រើននៅក្នុងពេលតែមួយចំណាយពេលដូចគ្នាដែរមានថារាល់មេរៀនឬក៏រាល់ប្រភេទមុខវិជ្ជាដែលអានទៅចាំអានវាហើយទៅកុំទុកវាចោលយើងអានឲ្យអស់យើងបានព័ត៌មានខ្លះអំពីមុខវិជ្ជាហ្នឹងអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រដែលយើងត្រូវការប្រឡងសន្សំពិន្ទុដើម្បីប្រកួតប្រជែងជាមួយនឹងមិត្តភ័ក្តិរបស់យើងឬក៏បេក្ខជនផ្សេងទៀតអញ្ចឹងអាមុខវិជ្ជាដែលអានទៅចាំនេះយើងអាចអានវាចាំហើយយើងចាំវារហូតអញ្ចឹងដល់ពេលណាដែលរំលឹកវាឡើងវិញគឺយើងអាចដឹងហើយស្រាវជ្រាវបន្តទៀតទៅមានក្រុមការងារសម្រាប់ពិភាក្សាក្រុមឬក៏ការដាក់កិច្ចការពីលោកគ្រូទៀតកាន់តែធ្វើឲ្យយើងមានចំណេះដឹងប្រសើរឡើងអានេះគឺជាវិធីមួយដែលខ្ញុំប្រើប្រាស់ហើយមានប្រសិទ្ធភាពនៅក្នុងមុខវិជ្ជាដែលយើងរៀនទូទៅជាចំណេះដឹងទូទៅផ្សេងអូខេអញ្ចឹងរៀងយូរបន្តិចហើយเนาะអញ្ចឹងដូចជា10នាទីជាងហើយសូមអរគុណបើសិនបើបងប្អូនឬក៏បងប្អូនអរគ្នាដែលកំពុងតែសិក្សាហ្នឹងយល់ថាវីដេអូមួយនេះល្អអាចអនុវត្តទៅមានប្រសិទ្ធភាពបាទគិតថាល្អហើយយើងអាចយកវាទៅប្រើប្រាស់ទៅមានប្រសិទ្ធភាពហើយយើងអាចចែករំលែកទៅគ្នាយើងពីវិធីនៅក្នុងការកែប្រែពោះពេលខ្លះយើងមិនដឹងថារៀនតែមិនទេបើថាយើងរៀនដូចគេដូចឯងដែរប៉ុន្តែសមត្ថភាពរបស់យើងឬក៏ចំណេះដឹងរបស់យើងគឺនៅមានកម្រិតទៀបបើប្រៀបធៀបជាមួយនឹងផ្នែកផ្សេងទៀតឬក៏មិត្តភ័ក្តិរបស់យើងផ្សេងទៀតអញ្ចឹងមិនមែនថាវិធីនេះគឺវាជោគជ័យទាំងអស់ទេអាចយកទៅប្រើប្រាស់ឬក៏អាចយកទៅសាកល្បងប្រសិនបើវាជោគជ័យល្អហើយបើសិនជាមានវិធីណាផ្សេងទៀតដែលរៀនទៅទទួលបានជាមួយនឹងផ្លែផ្កាច្រើនជាងអញ្ចឹងយើងរើសយកវិធីតាមលក្ខណៈរបស់យើងរៀងខ្លួនតាមចំណង់ចំណូលចិត្តរបស់យើងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការចូលមកមើលនៅទីនេះហើយសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាបាទយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ